នៅក្នុងទស្សន័យរបស់ពុទ្ធណាព្រះអង្គព្រានបដៅមនុស្សគឺល្អណាស់ខ្ញុំរៀនតែនៅក្នុងធម៌បងប្អូនចាំអនុវត្តថាធម៌ប្រមាទជាសេចក្តីវិន័យមិនរៀងយើងឲ្យប្រមាទចាប់ដើមកើតទំនួតភ្លេចខ្លួនមកផ្លែហ្នឹងគឺទាញយើងធ្លាក់ភ្លាមអញ្ចឹងកុំប្រមាទធ្វើអីមួយយើងចង់ពេលខ្លះបងប្អូនសុខចិត្តបើក business តូចមួយក៏បានដែរប៉ុន្តែដេកស្រួលដេកលក់ស្រួលពេលខ្លះយើងធ្វើការងារមួយធំពេកដល់ពេលធនធានយើងអត់គ្រប់យើងអត់មានកម្លាំងមនុស្សគេហៅធនធានមនុស្សសំខាន់ជាងលុយដាច់តែម្ដងដល់ពេលយើងអត់មានធនធានមនុស្សជួយយើងធ្វើការទៅយើងទៅតែឯងបងប្អូនចំងាប់ឥឡូវទូមួយចៅតែឯងរហូតទៅរួចអត់ទៅរួចទេងាប់ខ្ញុំជាមនុស្សមានទឹកចិត្តអង្គធ្វើអីមួយខ្លាំងណាខ្ញុំមានមហិច្ឆតាប៉ុន្តែដូចខ្ញុំនិយាយចឹងខ្ញុំប្រឈមមុខនឹងរឿងគេហៅថាធនធានមនុស្សមានអ្នកដែលគេល្អមានអ្នកដែលមានទឹកចិត្តល្អប៉ុន្តែសមត្ថភាពគាត់ខ្វះខ្ញុំភាកច្រើនបងប្អូនតាំងពីខ្ញុំធ្វើពេកខ្ញុំជួបមនុស្សល្អច្រើនមនុស្សមានបេះដូងល្អខ្ញុំជួបច្រើនមែនទែនមកមិនចង់សាយគឺមនុស្សនឹងមានទឹកចិត្តបរិសុទ្ធមកអ្នកដែលគាត់តាមដានពេកខ្ញុំហ្នឹងគឺមកសុទ្ធតែមនុស្សល្អប៉ុន្តែវាស្ទើរត្រង់សមត្ថភាព